ហេតុការណ៍ដ៏រន្ធត់មួយនៅរដ្ឋ Louisiana សហរដ្ឋអាមេរិកម៉ោង 6 ព្រឹកថ្ងៃទី 19 ខែមេសាឆ្នាំ 2026 នេះគឺមានករណីឪពុកបាញ់ក្មេងៗតូចៗចំនួន 8 នាក់ពីអាយុ 1 ឆ្នាំដល់ 14 ឆ្នាំដែលក្មេងៗទាំងនោះគឺនៅវ័យមិនទាន់ដឹងអីទេហើយបច្ចុប្បន្នគឺអ្នកទាំងអស់គ្នាគឺបានបាត់បង់ជីវិតទៅហើយបាទគឺថាហេតុការណ៍នេះបានកើតឡើងដោយសារតែអាចនឹងជាចំនួននៅក្នុងគ្រួសារបរិះជាប្តីបានបាញ់ប្រពន្ធនិងស្ត្រីអ្នកជិតខាងម្នាក់រងរបួសរួចឡើងទៅបាញ់កូនបង្កើតខ្លួនឯង7នាក់និងក្មួយម្នាក់បានស្លាប់ខណៈពេលដែលពួកគេកំពុងតែគេងលក់ហើយ7នាក់បាញ់ចំក្បាលកូនច្បងរត់គេចទៅលើដំបូលផ្ទះត្រូវឪពុកដល់ព្រៃផ្សៃម្នាក់នេះតាមបាញ់ប្រហាររហូតដល់ស្លាប់បាត់បង់ជីវិតនៅពេលដែលបាញ់រួចគឺជនសង្ស័យបានព្យាយាមបើកឡានម្រុងនឹងរត់គេចខ្លួនក៏ប៉ុន្តែត្រូវសមត្ថកិច្ចតាមប្រកៀកប្រកិតហើយក៏បានបាញ់សម្លាប់បុរសដែលជាឪពុកហ្នឹងក៏ដូចជាឃាតករហ្នឹងគឺស្លាប់នៅក្នុងឡានហ្នឹងតែម្ដងបាទគឺហេតុការណ៍នេះបានកើតឡើងនៅឯរដ្ឋ Louisiana សហរដ្ឋអាមេរិកថ្ងៃទី 19 ខែមេសាឆ្នាំ 2026 សូមចូលរួមរំលែកទុក្ខដល់អ្នកទាំងអស់គ្នាផងហើយក៏ជាដំណឹងដ៏រន្ធត់ខ្លាំងមែនទែន